ណៃពុំណៃងាហ្នឹងគឺថាមានរឿងថ្មីមកដល់ទៀតទេណារឿងហ្នឹងគឺថាមានតាណាឆ្ងាយក្រៅពីមាន hero នាំរឿងមាន hero កលៀកលួយនេះតែថ្ងៃហ្នឹងគឺមានមិននាំរឿងអីទេគ្រាន់តែមកចង់ update ពី hero ហ្នឹងអីចឹងណាគឺថា hero កលៀកហ្នឹងគឺជា hero exclusive របៀបថាដូច update ចឹងណាមាន limit event សម្រាប់ការទិញអីចឹងទៅមិនចេះតែទិញបានទេតែផុស event ហ្នឹងទិញឡើងការទៅ hero ហ្នឹងគឺថា game Mobile Legends ហ្នឹងមាន style ច្រើនដើម្បីឲ្យយើងទទួលបាន hero មួយអីចឹងទៅមានតាំងពីកាក់មានតាំងពីពេជ្រមានតាំងពី complete task អីចឹងទៅមានតាំងពី fragment ខ្ញុំតែឆ្ងល់អញ្ចឹងមាន hero ហ្នឹង hero នាំរឿងខ្មែរជាមួយតែលើក2ឲ្យពេញហ្នឹងប៉ុន្តែ Mobile Legends ដូចជាលើក hero ហ្នឹងដល់ហើយ hero មិនតាន់នឹងចេញផងហ្នឹងមានតាំងពី emote មានតាំងពី sticker មានតាំងពី skin Oppo មានតាំងពី skin Sakura collaboration ជាមួយនឹង Naruto ចាំទៀតតាអូយមានតែគាត់បែរឡានអស់អីថ្ងៃអីក៏សបើមែនហ្នឹងហ៎ hero មិនតាន់នឹងចេញផងនេះមានរបស់ចាំនឹងកណើទាំងតែ hero នៅក្នុង Mobile Legends នឹងខ្លះចេញមករាប់ឆ្នាំគ្មានស្អីសោះនេះខ្ញុំអត់និយាយលេងណាគឺថាពេល hero ចេញមកខ្ញុំគិតថា Mobile Legends នឹងធ្វើឲ្យ hero នឹងខ្លះជា meta hero ខ្លះជា hero ល្បីហ្មងព្រោះថាសម័យតែពេល hero មិនតាន់ចេញផងលើកដៃលើកជើងសបើមកតែមកតែពេលចេញមកទៀតងាប់បាយលើកទាំងវីដេអូខិតឲ្យទៀត